បាទជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ page Jesus Read ជាបន្តឥឡូវយើងបន្តទៅកាន់មេរៀនទី1របស់យើងគឺនិយាយអំពីព្រះជាម្ចាស់អូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាជាទូទៅអ្នកដឹកនាំគ្រីស្ទបរិស័ទទទួលស្គាល់ថាព្រះជាម្ចាស់គឺជាចំណុចដ៏សំខាន់បំផុតនៅក្នុងជីវិតគ្រួសាររបស់ពួកគាត់ដែលនេះមានន័យថាជាការបដិញ្ញាចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់និងការបដិញ្ញាចិត្តរបស់ព្រះជាម្ចាស់មកកាន់ពួកគាត់គឺជាចំណុចដ៏សំខាន់បំផុតនៅក្នុងជីវិតគ្រួសាររបស់ពួកគាត់ប៉ុន្តែខណៈពេលដែលយើងទទួលស្គាល់ថាចំណុចនេះជាការពិតវាគឺជាការចាំបាច់ណាស់ដែលយើងត្រូវលើកឡើងនៅចំណុចមួយចំនួនទៀតអំពីទូនាទីរបស់ព្រះជាម្ចាស់នៅក្នុងជីវិតគ្រួសាររបស់យើងក្នុងការចាប់ផ្ដើមសៀវភៅនេះព្រះជាម្ចាស់មានការបដិញ្ញាព្រះទ័យចំពោះជីវិតអាពាហ៍ពិពាហ៍របស់យើងជារឿយៗយើងចូលចិត្តលើកជាសម្រងសម្ដីនៃប្រយោគរបស់លោក Yusway ទាក់ទងនឹងការបដិញ្ញាចិត្តរបស់គាត់ក្នុងការបម្រើព្រះជាមួយនឹងគ្រួសាររបស់គាត់តែឯអញនិងពួកគ្រូអញយើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះប៉ុន្តែសំខាន់ជាងការសម្រេចចិត្តរបស់យើងជាគ្រួសារក្នុងការបម្រើព្រះជាម្ចាស់គឺជាការសម្រេចព្រះតីរបស់ព្រះជាម្ចាស់ក្នុងការប្រទានពរដល់ជីវិតអាពាហ៍ពិពាហ៍និងគ្រួសាររបស់យើងតកតងនឹងជីវិតអាពាហ៍ពិពាហ៍ព្រះយេស៊ូវបានមានព្រះបន្ទូលថាដូច្នេះកុំឲ្យអ្នកណាពង្រត់មនុស្សដែលព្រះទ្រង់បានផ្សំគុំគ្នាឡើយម៉ាថាយ 19.6 ប្រយោគនេះបានคล้ายជាការប្រកាសដ៏ចម្បងមួយនៅក្នុងពិធីអាពាហ៍ពិពាហ៍គ្រីស្ទបរិស័ទនៅពេលដែលយើងដៃគូជីវិតណាមួយរៀបចំពិធីអាពាហ៍ពិពាហ៍ពួកគេពិនិត្យមើលចំណុចជាច្រើនតើត្រូវអញ្ជើញអ្នកណាខ្លះតើពួកគាត់គួរស្លៀកពាក់យ៉ាងដូចម្តេចតើអ្នកណានឹងតុបតែងព្រះវិហារតើអ្នកណានឹងលេងភ្លេងអធិប្បាយដែលផ្សំគុំអំពីអាពាហ៍ពិពាហ៍ជាផ្លូវការតើអ្នកណានឹងចុះហត្ថលេខាធ្វើជាសាក្សីតើនឹងមានពិធីកាត់ចំណងដៃផ្សេងឬក៏គ្រាន់តែមានអាហារសម្រន់នៅព្រះវិហារបន្ទាប់ពីកម្មវិធីទាំងនេះគឺជាចំណុចសំខាន់ដែលត្រូវគិតទោះជាយ៉ាងណាក៏ដោយក៏មានដៃគូជីវិតតិចណាស់ដែលគិតដោយយកចិត្តទុកដាក់អំពីពាក្យសច្ចាដែលពួកគាត់នឹងធ្វើនៅចំពោះព្រះជាម្ចាស់ពួកគេតែងតែចាត់ទុកពាក្យសច្ចាថាជាចំណុចចាំបាច់មួយនៃកម្មវិធីប៉ុន្តែមិនមែនជាផ្នែកមួយដែលទាមទារឲ្យមានការរៀបចំខ្លាំងប៉ុន្មានទេទោះជាយ៉ាងណាក៏ដោយក៏ពាក្យសច្ចាជាគន្លឹះនៃជីវិតអាពាហ៍ពិពាហ៍ដែរវាជាផ្នែកមួយនៃការតាំងសញ្ញាដែលធ្វើឡើងនៅថ្ងៃនោះជាការតាំងសញ្ញាដែលព្រះជាម្ចាស់ជាដៃគូចម្បងព្រះអង្គមកប្រទានពរចំដៅចំណាំនិងការពារជីវិតអាពាហ៍ពិពាហ៍ហើយព្រះយេស៊ូវបានមានបន្ទូលថាដោយសារព្រះជាម្ចាស់ភ្ជាប់ដៃគូជីវិតនោះជាមួយគ្នានោះមិនគួរមានមនុស្សឬក៏ក្រុមមនុស្សណាមកបំបែកបំបាក់ពួកគាត់ឡើយនេះសូម្បីតែក្នុងករណីដែលបុគ្គលបានរៀបការហាក់បីដូចជាមិនសមគ្នាក៏ដោយបន្ទាប់ពីព្រះជាម្ចាស់បានភ្ជាប់ដៃគូជីវិតនោះជាមួយគ្នារួចហើយព្រះអង្គអាចប្រទានពួកគាត់នៅព្រះគុណក្នុងការរស់នៅជាមួយគ្នាហើយបង្កើតឲ្យមានគ្រួសារល្អប្រកបណាស់ដៃគូជីវិតនោះនឹងទំនងជាប្រឈមនឹងបញ្ហាពិបាកដែលហាក់បីដូចជាមិនអាចដោះស្រាយបានទាល់តែសោះប៉ុន្តែចំណុចដែលពិតថាព្រះជាម្ចាស់បានចងភ្ជាប់ពួកគាត់ជាមួយគ្នាក៏ផ្ដល់ជូនពួកគាត់នៅទំនុកចិត្តដែរថាព្រះអង្គក៏មានសមត្ថភាពថែរក្សាពួកគាត់ទុកជាមួយមនុស្សផងដែរពួកគាត់ត្រូវខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហារបស់ខ្លួនប៉ុន្តែពួកគាត់អាចធ្វើដូច្នោះបានដោយមានទំនុកចិត្តថាប្រសិនបើពួកគាត់ស្ដាប់បង្គាប់ព្រះជាម្ចាស់នោះព្រះជាម្ចាស់នឹងជួយពួកគាត់ឲ្យដោះស្រាយបានដូច្នេះពួកគាត់មិនគួរនិយាយអំពីការលែងលះគ្នាឡើយពួកគាត់ម្នាក់មិនត្រូវបានប្រាប់បុគ្គលណាផ្សេងទៀតដែលមិនមែនជាដៃគូជីវិតរបស់ខ្លួនថាអ្នកជាប្រភេទមនុស្សដែលខ្ញុំគួរបានរៀបការជាមួយខ្ញុំធ្លាប់បានឮគ្រីស្ទបរិស័ទប្រាប់បុគ្គលម្នាក់ផ្សេងទៀតដែលមានភេទខុសពីខ្លួនថាប្តីឬប្រពន្ធរបស់ខ្ញុំមិនធ្វើឲ្យខ្ញុំស្កប់ចិត្តទេដោយថ្លែងបញ្ឆិតបញ្ឈៀងថាបុគ្គលនោះអាចផ្ដល់ជូននៅការស្កប់ចិត្តដែលពួកគាត់នឹកចង់បានពីដៃគូជីវិតរបស់ខ្លួនប្រយោគបែបនេះមិនត្រូវមានក្នុងជីវិតអាពាហ៍ពិពាហ៍គ្រីស្ទបរិស័ទឡើយប្រយោគបែបនេះបង្ហាញថាដៃគូមិនជឿថាព្រះជាម្ចាស់
នឹងជួយឲ្យពួកគាត់មានជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនឡើយការជឿគឺជាមូលដ្ឋានមួយនៃជំនឿគ្រីស្ទបរិស័ទហើយមានការអនុវត្តក្នុងគ្រប់ផ្នែកនៃជីវិតតែតងនឹងការអនុវត្តក្នុងជីវិតអាពាហ៍ពិពាហ៍យើងជឿជាក់ថាព្រះជាម្ចាស់បានដោយចំណាំការតាំងសេចក្តីសញ្ញាជីវិតអាពាហ៍ពិពាហ៍ក៏នឹងជួយរក្សាឲ្យជីវិតអាពាហ៍ពិពាហ៍របស់យើងមានសុវត្ថិភាពនិងលូតលាស់រហូតដល់ទីបញ្ចប់ជំនឿនេះជួយឲ្យយើងមានកម្លាំងតយុទ្ធឲ្យបានគ្រួសារដែលមានសុភមង្គលដោយមិនចុះចាញ់នៅពេលដែលមានបញ្ហាកាន់តែធំឬក៏កាន់តែពិបាកមកដល់គ្រីស្ទបរិស័ទដែលមានជំនឿនិងបដិសេធមិនព្រមចុះចាញ់សេចក្តីល្បួងដោយបោះដៃខ្លួនឡើងលើដោយអស់សង្ឃឹមឬក៏អាណិតខ្លួនឯងនៅពេលដែលមានបញ្ហាតាមរយៈការទុកចិត្តលើសមត្ថភាពរបស់ព្រះជាម្ចាស់ពួកគាត់តយុទ្ធដោយមានជំនឿសម្រាប់ជីវិតអាពាហ៍ពិពាហ៍ដោយមានការបន្ទាបខ្លួនដោយដឹងថាអាកប្បកិរិយានៃអំពើបាបរបស់ពួកគាត់អាចរារាំងការព្យាបាលរបស់ព្រះជាម្ចាស់តាមរយៈជំនឿយើងនឹងលើកឡើងបន្ថែមទៀតអំពីចំណុចនេះនៅក្នុងជំពូកបន្ទាប់ការធានាថាព្រះជាម្ចាស់ដែលបានបដិញ្ញាព្រះទ័យទ្រង់ចំពោះគ្រួសាររបស់យើងគឺធំជាងគ្រប់បញ្ហាទាំងអស់ដែលយើងប្រឈមមុខដាក់ក៏ជាប្រភពនៃសន្តិភាពដ៏ខ្ពស់និងពេញទៅដោយសុវត្ថិភាពផងដែរព្រះគម្ពីរបានសន្យាថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះរ៉ូម 8:28 នេះគឺជាការធានាដែលយើងនឹងយកមកប្រើប្រាស់ក្នុងគ្រប់វិបត្តិដែលជីវិតអាពាហ៍ពិពាហ៍និងគ្រួសាររបស់យើងជួបប្រទះយើងជឿថាព្រះជាម្ចាស់អាចបដូរវិបត្តិណាមួយទៅជាអ្វីដែលល្អបានក្នុងការចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍របស់យើងខ្ញុំហើយនឹងប្រពន្ធបានសម្រេចចិត្តត្រាប់តាមការណែនាំរបស់សាវកប៉ុលកុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយអេភេសូ 4:26 នៅពេលដែលយើងមិនឯកភាពគ្នានោះយើងនឹងមិនចូលគេងលុះត្រាតែយើងដោះស្រាយវាសិនហើយស្ដារឡើងវិញនៅការរួបរวมគ្នាយើងទាំងពីរមានចរិតលក្ខណៈខុសគ្នាយ៉ាងខ្លាំងដូច្នេះយើងត្រូវតែចំណាយពេល 2-3 ឆ្នាំដើម្បីបន្ស៊ាំខ្លួនជាមួយគ្នាជាលទ្ធផលក្នុងឆ្នាំដំបូងនោះយើងបានជ្រុះគ្នាដែលមានសេចក្តីស្រឡាញ់ជាច្រើនដងរហូតដល់យប់ជ្រៅតើតែយើងរកបានដំណោះស្រាយសិនខ្ញុំរៀនបានមេរៀនដ៏សំខាន់មួយក្នុងអំឡុងពេលនោះដោយប្រើមាត់របស់ខ្ញុំបាននិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំហើយដោយប្រើត្រចៀករបស់ខ្ញុំក៏បានស្ដាប់គាត់ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាទូទៅការអធិដ្ឋានរបស់ខ្ញុំមានលក្ខណៈដូចនេះព្រះអង្គអើយឲ្យព្រះអង្គជួយពួកយើងផងចំណេះដែលដឹងថាព្រះជាម្ចាស់មានចំណែកក្នុងបញ្ហារបស់យើងបានផ្លាស់ប្ដូរទស្សនៈរបស់យើងទាំងស្រុងលើវាក្នុងជំរឿចិត្តយើងបានទទួលបទពិសោធន៍នៅសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសទាំងអស់ទាំងគំនិតលីភីលីប 4:7 ដែលកើតឡើងជាលទ្ធផលនៃការដែលយើងឲ្យសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងខ 6 សេចក្តីសុខសាន្តនោះបានគ្រប់គ្រងដួងចិត្តរបស់យើងកូឡូស 3:15 ជាលទ្ធផលការនោះបានបន្ធូរបន្ថយការជ្រុលប្រកែកគ្នារបស់យើងតែយើងអាចនិយាយស្ដីដោយមានចិត្តអាក្រក់ទៅកាន់ដៃគូជីវិតឬក៏កូនរបស់យើងឬក៏ប្រើប្រាស់ពាក្យជេរប្រមាថគ្នាដោយរបៀបណាបានខណៈពេលដែលព្រះជាម្ចាស់កំពុងគង់នៅទីនោះជាផ្នែកមួយនៃការសន្ទនាគ្នាហេតុអ្វីបានជាយើងគួរភ័យខ្លាចនៅពេលដែលយើងមានសេចក្តីសុខសាន្តដោយដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើងដើម្បីជួយឲ្យយើងទទួលបានដំណោះស្រាយការដឹងថាព្រះជាម្ចាស់បានផ្ដាច់ព្រះទ័យចំពោះជីវិតអាពាហ៍ពិពាហ៍របស់យើងនឹងជះឥទ្ធិពលយ៉ាងខ្លាំងលើអាកប្បកិរិយារបស់យើងក្នុងការប្រឈមមុខជាមួយនឹងបញ្ហាដែលយើងជួបប្រទះសូមព្យាយាមឲ្យសមាជិកគ្រួសារនិងអស់គ្នាមានការបដិញ្ញាចំពោះព្រះជាម្ចាស់យើងមិនអាចនិយាយរំលងបានទេត្រង់ថាសេចក្តីប្រាថ្នាដ៏ធំបំផុតរបស់អ្នកដឹកនាំដែលជាគ្រីស្ទបរិស័ទសម្រាប់សមាជិកនៃគ្រួសាររបស់យើងគឺឲ្យពួកគាត់ខ្លាចទៅជាកូនរបស់ព្រះជាម្ចាស់ហើយដើរតាមទ្រង់បំណងព្រះទ័យរបស់ព្រះជាម្ចាស់សម្រាប់សាសអ៊ីស្រាអែលក៏ជាសេចក្តីប្រាថ្នារបស់យើងសម្រាប់គ្រួសារយើងដែរបើសិនបើគេមានចិត្តយ៉ាងនោះជាដរាបទៅដើម្បីឲ្យគេបានកោតខ្លាចដល់អញហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់អញប្រយោជន៍ឲ្យគេនិងពួកកូនចៅគេបានសប្បាយនៅជារៀងដរាបទៅចោទិយកថា 5:29
ខ្ញុំនឹងមិនចំណាយពេលច្រើនពេកក្នុងការលើកឡើងអំពីចំណុចដែលថាវាគឺជាចំណុចសំខាន់ដែលគ្រីស្ទបរិស័ទពិតប្រាកដត្រូវរៀបការជាមួយនឹងគ្រីស្ទបរិស័ទពិតប្រាកដផងដែរការរិះគន់ជាចំហយ៉ាងខ្លាំងនៅក្នុងកាន់គម្ពីរអេស្រាចំពុក9និង10អំពីការរៀបការជាមួយនឹងអស់អ្នកដែលមិនដើរតាមព្រះជាម្ចាស់ផ្ដល់យើងនូវការប្រមានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងការពិចារណាចង់ធ្វើដូចនោះទោះជាយ៉ាងណាក៏ដោយក៏វាជាការគួរឲ្យសោកស្ដាយណាស់ដែលគ្រីស្ទបរិស័ទជាច្រើនបានប្រព្រឹត្តដូចនោះអំណាចនៃសេចក្តីស្រឡាញ់ឬក៏ការបង្ខំពីឪពុកម្ដាយខ្លាំងមិនអាចទប់ទល់បានដល់ថ្នាក់ថាពួកគាត់ជ្រើសរើសមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយរៀបការជាមួយនឹងអ្នកមិនជឿប៉ុន្តែអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់មិនបានបោះបង់ចោលអ្នកទាំងអស់គ្នាដែលបានកែប្រែចិត្តចេញពីការសម្រេចចិត្តខុសឡើយសាវកប៉ុលបង្រៀនថាបុគ្គលដែលបានរៀបការជាមួយនឹងអ្នកមិនជឿគួរបន្តនៅស្មោះត្រង់ជាមួយនឹងដៃគូជីវិតខ្លួន1 Corinthos 7:12-13គាត់ថែមទាំងបានលើកឡើងថាដោយសារអ្នកជឿនោះក្នុងអត្ថន័យមួយដៃគូជីវិតដែលមិនជឿក៏ទទួលបានភាពបរិសុទ្ធដែលជាលទ្ធផលនាំឲ្យកូនដែលកើតក្នុងជីវិតអាពាហ៍ពិពាហ៍នោះបរិសុទ្ធដែរតែយើងអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យសមាជិកគ្រួសារយើងដើរតាមព្រះសូមអនុវត្តឲ្យខ្ញុំលើកឡើងនៅសកម្មភាពដ៏មានប្រសិទ្ធភាពពីរយ៉ាងដែលយើងអាចធ្វើបានអំណាចនៃជីវិតដែលស្រស់ស្អាតសាវកពេត្រុសបង្ហាញអំពីរបៀបដ៏សំខាន់ក្នុងការដែលគ្រីស្ទបរិស័ទព្យាយាមនាំដៃគូជីវិតរបស់ខ្លួនដែលមិនមែនជាអ្នកជឿទៅកាន់ព្រះគ្រីស្ទគាត់បានថ្លែងបញ្ជាក់បញ្ជាអំពីចំណុចស្អាតស្អំនៃការរស់នៅរបស់ពួកគាត់ជាជាងពាក្យពេចន៍គឺជាអ្វីដែលមានអំណាចខ្លាំងជាងគេក្នុងការពិភាក្សាគ្នាជាមួយនឹងដៃគូជីវិតដែលមិនមែនជាអ្នកជឿគាត់បានលើកឡើងថាពួកស្រីត្រូវចុះចូលចំពោះប្តីខ្លួនបែបដូចនេះដែរដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូលនោះប្រពន្ធនឹងទាញចិត្តមកបានដោយសារកិរិយាល្អក្រៅពីព្រះបន្ទូលដោយអ្នកនោះឃើញភកិរិយាបរិសុទ្ធដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ1ពេត្រុស 3:1-2 ហើយគាត់ក៏បន្តបង្ហាញអំណាចនៃជីវិតដែលស្រស់ស្អាតគឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូតហើយរំទុំនោះឯងជាសេចក្តីដែលមានតម្លៃវិសេសនៅចំពោះព្រះខ4សប្តាហ៍នេះមានការផ្ដោតយ៉ាងខ្លាំងក្នុងការឲ្យមនុស្សមានភាពស្រស់ស្អាតនៅពេលដែលពួកគាត់នៅក្រៅផ្ទះរបស់ខ្លួននៅត្រង់នេះសាវកពេត្រុសកំពុងតែបង្រៀនថាការបំពេញចិត្តដៃគូជីវិតយើងក្នុងការបង្ហាញអាកប្បកិរិយាគឺសំខាន់ខ្លាំងណាស់កាន់គម្ពីរបទចម្រៀងសាឡូមោនក៏បានសរសើរភាពស្រស់ស្អាតខាងរាងកាយខាងក្រៅផងដែរទោះជាយ៉ាងណាក៏ដោយក៏នៅក្នុងចំណុចនោះទាំងប្តីនិងប្រពន្ធក៏ត្រូវតែស្អាតសម្រាប់គ្នាផងដែរមិនមែនសម្រាប់ឲ្យលោកីខាងក្រៅឃើញនោះទេរបៀបមានគ្រួសារដែលយោងតាមព្រះគម្ពីរគឺពិតជាផ្ទុយគ្នាពីប្រពៃណីមែនគោលដៅចម្បងរបស់យើងក្នុងការមានភាពស្រស់ស្អាតគឺដើម្បីនាំឲ្យដៃគូជីវិតយើងមានអំណរ